Cái số đây bọn ôn đây từ tiệm blòng pet tại lượng lý xôm bắt đầu từ lừa tại bọn ôn đây từ blòng pet còn rất mà xôm được có bạn nhà bạn rong đây từ bên tây nơi trong khai bún thế nó chạy lệ vì vậy xa thập tranh tha ở trong lão nhưng thầy lão những mấy là bởi ở trong cuộc đời này cả trong bán được có ở đôi tên là ta cầm này vì ngày nay tức là hồi đó trong khai 4 miền p mà khai đại bộ bọn ôn riêng ban khai hái đọc rồi có 10 tập video này hỏi giờ tại là what nâng thưa ban tận nơi ngay bờ lòn rồi nhưng thưa thì mới ở lươn đấy hay toàn màu một tí chỉ mùi những hạt năng sầm nuôi tận lấy cái khát pi nhưng mưa sầm nua để chỉ bọt pi sao cả pi pon một phải mùi phải pi nữa để cả bờ lòn mày bờ lòn cứ thay tìm phải bầm bốn khai usapia cả nó riêng du tí để ra delay trên pi năm covid mà chẳng hiện du tí để năm nay có hiện du nhưng năm pi pon phải buồn đấy pon phải vẻm đi để ra đó khai 4 năm muốn được đồng khai 7 tí sầm nuôi tí muối đôi đây đại thay sầm mấy ca ion sầm rùa chẳng sầm mấy ca ion sầm rùa này chia để dùng mình đấy để tươi dùng mùi nâng để dùng mình đấy được không ở ion tu sầm đặc chẳng sầm mấy ca ion sầm rùa chia sầm mấy ca là c tại smart thiết ở nước ion từng lai nó để rong bầm rúa không pe proticam nắng mùi ba đây sầm nuôi nó buôn bận tụ ba đây cùng rồi bận tụ từ đại họ sầm nuôi tí pì sẽ cần sao em thấy làm nâng ca nên propon proticam càng cao chứ nhưng miền sầm mấy ca ấy cái đạp pe rúa mau dưới nhưng cần đơn tha dương sắc xa nó không làm nâng ní cứ exu hay nâng xế chứ vô mà tập pi nâng vô đám cháy chuối chứ vô cầm hạt bo hạt đỡ côn mùi cầm hạt y đỡ cháy ao cầm hạt rồi bo hạt y đây là ra miền côn hai y pi chẳng miền côn pi là chỉ phải côn cứ cầm hạt hai y lược chia cả đây chẳng từ nên nó buồn phần tụ gì đó rồi lấy nè tị buồn nó bị khai dương xế dương click ở bàn group cross bắt phần tụ đài chẳng buồn ấy dương miền có đó khở được chứ này buồn trong mỗi ban pi bận tụ xe mấy các bộ bài chỉ giống không tất có smart thiết hàng cáo để sẽ chia smart thiết ionទាំងអស់ដែលវារលាយក្នុងទឹកអញ្ចឹងគឺបងប្អូនត្រូវដាក់សញ្ញាព្រួយនៅទឹកនៅលើសញ្ញាព្រួយកាលណាភ្លេចអាទឹកនៅលើសញ្ញាព្រួយហ្នឹងក៏បានបន្ទុកដែរសម្រាប់លំហាត់នេះតែជាក់ស្ដែងការប្រឡងបញ្ញាបត្រម្ដុំខែ3នោះសូរ៉ូម៉ូអ៊ីយ៉ុងសរុបសំណួរលំហាត់នឹងដូចគ្នាជាមួយនឹងវិញ្ញាសានឹងដែរនៅខាងក្រោមនេះរមាំងទី1 20បន្ទុកដូចអានេះគេមុន10 16 បន្ទុកឯងមុនលេង20បន្ទុកព្រោះសារបញ្ញាបត្ររងលំហាត់រៀងតិចតែ100បន្ទុកទៅដែរអញ្ចឹងលំហាត់មួយត្រូវបានបន្ទុកច្រើនទៅតាមហ្នឹងទៅចានេះថ្ងៃមុនបើបងប្អូនបានដាក់ទឹកលើសញ្ញាព្រួយក៏អត្រាកំណត់អត់ដកបន្ទុកបងដែរតែដល់ like កន្លែងនេះបើអត់ដាក់គឺដកតែហ្មងកាលពីឆ្នាំ2022នេះព្រោះសារលំហាត់នេះគឺសេតែសម័យកាលអត់មានតែរកចំនួនម៉ូអីទៀតអញ្ចឹងរបាយបន្ទុកគឺបាត់កន្លែងទឹកហ្នឹងគឺដកតែម្ដងអញ្ចឹងយើងបែរជាយ៉ងទៅក៏យើងបានការបូកអ៊ីដកលោហៈមានបន្ទុកបូកលោហៈមានបន្ទុកដកឬក៏ radical យើងមើលជាក់ស្ដែង radical វិជ្ជមានឬអវិជ្ជមានអញ្ចឹងខយើងបបែកជាយ៉ងក្នុងទឹកទៅដាក់ទឹកលើសញ្ញាព្រួយយើងបាន Na បូកNO3 ដកតែជាក់ស្ដែងលំហាត់នេះបើបងប្អូនអត់ដាក់ភាពរូបគឺអត់ដកបន្ទុកទេតែបើភ្លេចទឹកលើសញ្ញាព្រួយហ្នឹងគេដកបន្ទុកសម្រាប់កយើងបបែកទៅបាន Mg2 បូក 2Cl ដកដល់ពេលខបបែកទៅបាន 2Na បូក SO4 2ដកអញ្ចឹងទៅសម្រាប់លេខ4ហើយđâyបានជាលបឿនប្រតិកម្មអាស្រ័យលើសីតុណ្ហភាពចូលបកស្រាយអញ្ចឹងការបកស្រាយនេះគឺបញ្យលនឹងអញ្ចឹងយើងឆ្លើយទៅកាលណាគេបង្កើនសីតុណ្ហភាពម៉ូលេគុលស្មានមានចលនាលឿនជាងមុនធ្វើឲ្យទង្គិចប្រសិទ្ធកើនឡើងដូច្នេះលបឿនប្រតិកម្មប្រព្រឹត្តទៅលឿនអញ្ចឹងហើយបានជាវាអាស្រ័យលើសីតុណ្ហភាពសរសេររូបមន្តកន្លែងលេខ9នេះសរសេររូបមន្តគឺបងប្អូនយកជាប់ radical air រូបមន្តទូទៅអាមីន air NH2 អាមីត air CO NH2ដល់ពេលអាស៊ីតអាមីណេកន្លែងបង្គំនីតិ CH ហ្នឹងវាមានដៃ NH2 ទៅក្រោមហើយនឹងបង្គំនីតិអាស៊ីតទៅអញ្ចឹងគឺ Air CH COOH ហើយកន្លែង CH ហ្នឹងគឺមានផ្នែកយើងគូសទៅលើក៏បានទៅក្រោមក៏បានដាក់ NH2 មកអញ្ចឹងផ្នែកសំណួរនេះបានបន្ទុកដូចជា30ជាងដែរ9 2 18 24 16 34បន្ទុកសម្រាប់រមាំងសំណួរនៅក្នុងបញ្ញាបត្ររងនេះតើមកលំហាត់ដូចជា3លំហាត់នេះមិនជាស្មុគស្មាញទេតែបញ្ជាក់ជូនណាគេលោច្រឡំដោយបញ្ញាបត្រយើងមានពេលតែ1ម៉ោងទេសម្រាប់លំហាត់និងសំណួរទាំងអស់នេះជាមធ្យមគឺ5សំណួរហើយ3លំហាត់តែមើលផងណាគេលោឆ្នាំនេះឡើងមកលំហាត់ដោយបញ្ញាបត្របញ្ញាបត្រឆ្នាំនេះឡើង6លំហាត់រហូតដល់តែ5ទេចឹងលំហាត់ទី1បបែកចំនួនម៉ូដើម្បីរកម៉ូអ៊ីយ៉ុងមួយហើយយើងមកបូកចូលគ្នាទើបចេញចំនួនម៉ូអ៊ីយ៉ុងសរុបអញ្ចឹងបងប្អូនខ្លះមើលសំណួរអត់ច្បាស់ទៅច្រឡំរកឃើញតែម៉ូអ៊ីយ៉ុងមួយភ្លេចបូកអញ្ចឹងភ្លេចបូកគឺបាត់បន្ទុកហើយអញ្ចឹងរបាយបន្ទុកគេឲ្យតាមចំណុចមួយភ្លេចតែណាគេដកកន្លែងហ្នឹងដល់ពេលលេខ2
3 បន្ទុកច្រើនមែនតើអញ្ចឹងរបាយបន្ទុកគឺបងប្អូនត្រូវសរសេរសម័យកាតមកតាមសាកម៉ូអាស៊ីតបាសហើយត្រូវបញ្ជាក់ប្រាប់គេថា BaOH2 ជា D បាសខ្លាំង HCOO ជា mono acid តែនោះវាខ្សោយយើងមិនបញ្ជាក់ក៏បានដែរគ្រាន់តែបញ្ជាក់ថា mono ដើម្បីឲ្យសាកម៉ូអាស៊ីតបាសយើងសរសេរ mo hydro នៅកន្លែងនេះយើងអាចសរសេរ mo hydronium ស្មើ mo hydroxide បានទេដោយសារតែអាស៊ីតយើងខ្សោយគឺវាបន្សាបចូលtrongអាស៊ីតទាំងមូលអញ្ចឹងបងប្អូនសរសេរត្រឹមបាន CaVa ស្មើ 2 CbVb ព្រោះបាសរបស់យើងឃើញថាវាជា D បាសអញ្ចឹងបាទយក hydroxide នេះតោះមកយើងទាញរក CB ព្រោះគេសួររក CB នេះទាញរកកំហាប់ CB មកអញ្ចឹង CB បងប្អូនវាស្មើនឹងCaVa ចែកនឹង 2 CB អញ្ចឹងពេលយើងទាញ 2 CB រូបមុនដល់ពេលជំនួសយ៉ាភ្លេចលេខ 2 ហ្នឹងចម្លើយយើងខុសដែរមានន័យថាជំនួសទៅភ្លេចលេខ 2 ហ្នឹងបាត់អត់បានបន្ទុកដល់អញ្ចឹងប្រយ័ត្នមែនទែនពេលជំនួសតែប៉ុន្តែអត់មានពេលkhôngអីត្រូវសរសេរចម្លើយឲ្យហ្មងតែសរសេរចម្លើយប្រើពេលយូរពេកតែបើប្រាប់អញ្ចឹងទៅប្រើពេលខ្លីហើយបានច្រើនវិញ្ញាសាផងបើសិនជាឆ្លៀតពេលបានថ្ងៃមួយច្រើនដែរតម្រាំដល់ចុងខែ4ជិតមួយខែជាងនោះតែប្រហែលជាមានពេលរាល់ថ្ងៃព្រោះនេះដែររវល់ដែរនិយាយឡើងឆ្លៀតពេលតែបាន10នាទីអីចែកម្លែកបងប្អូនដែលមានបំណងប្រឡងបញ្ញត្តិរងផ្នែកសុខាភិបាលចូលរៀនសម្រាប់ឆ្នាំ2025នេះដោយឡែកលំហាត់ចុងក្រោយជាលំហាត់សរីរាង្គយកអាស៊ីតអាសេទិកគឺ CH3COOH ឬក៏យើងហៅអាស៊ីតអេតាណូអ៊ិកដែលមានកាបូន2ម៉ាស់12ក្រាមហើយប្រតិកម្មជាមួយនឹងអាល់កុលនេះក៏កាបូន2ដែរគឺអេទីលអាល់កុល C6 សំទោស C2H5OH ឬក៏យើងសរសេរជាស្តេរ៉ាត CH3 CH2OH ទាំងទៅយើងដឹងហើយប្រតិកម្មរវាងអាស៊ីតនិងអាល់កុលជាប្រតិកម្មអេស្ទែកម្មបង្កើតបានទៅជាអេស្ទែនិងទឹកចុះអេស្ទែទទួលបានគឺអេទីលអាសេតាតចឹងទៅតែនេះទិន្នផលចឹងកាលណាគេសួររកទិន្នផលគេសំដៅទៅលើផលដែលទទួលបានពីប្រតិកម្មជារូបមុនគឺម៉ាស់ទទួលបានតាមពិសោធន៍ចែកម៉ាស់ទទួលបានតាមទ្រឹស្ដីរបស់អង្គធាតុកកើតដែលយើងកំពុងតែសិក្សានៅក្នុងប្រតិកម្មអញ្ចឹងយើងមានម៉ាស់ទទួលបានតាមពិសោធន៍ហើយគឺម៉ាស់របស់អេស្ទែហ្នឹង 10.56 ក្រាមដល់ពេលម៉ាស់ទទួលបានតាមទ្រឹស្ដីយើងទៅរកវាមកតាមម៉ាស់ស្មើម៉ូគុណជាមួយនឹងម៉ាស់ម៉ូដល់ពេលម៉ូបងប្អូនរកតាមអាស៊ីតអាសេទិកទៅហើយទាញតាមសម័យកាលម៉ូយើងរកតាម n ស្មើអំតូចលើអំធំវាស្មើគ្នាទេដោយសារតែសម័យកាលនេះមានមេគុណ1ជានិច្ចអញ្ចឹង12ទៅចែកជាមួយម៉ាស់ម៉ូអាស៊ីតគឺ60យើងបានចំនួនម៉ូអាស៊ីតតែហាមកាត់ណាប្រាប់ដោយប្រាប់អីត្រឹមត្រូវហើយចំនួនលេខបងប្អូនមើលបន្ទុកច្រើនណាស់តែបងប្អូនកាត់គឺបាត់បន្ទុកទៅតាមហ្នឹងហើយតែបាត់បន្ទុកដូចធ្លាប់ផ្ដើមនៅក្នុងវីដេអូមុនអញ្ចឹងមួយលំហាត់បងប្អូនបាត់2 3បន្ទុកបន្ទុកសរុបបងប្អូនទីកាន់តែធ្លាក់ចុះហើយមានន័យថាកាន់តែទាបអញ្ចឹងមកបូក3មុខទៅតិចជាងគេក្នុងចំណោមបេក្ខជននៃប្រកួតប្រជែងនៃមុខជំនាញដែលយើងរើសហ្នឹងគឺយើងបាត់បង់ឱកាសហើយចឹងបានមកហើយបញ្ជាក់ជូនម៉ាស់ទ្រឹស្ដីហ្នឹងត្រូវគិតលេខឲ្យត្រូវហើយម៉ាស់ទ្រឹស្ដីត្រូវតែធំជាងម៉ាស់ពិសោធន៍ហើយយកទៅជំនួសទៅយើងឃើញទិន្នផលរបស់ប្រតិកម្មអេស្ទែកម្មនេះហើយដែលយកអាស៊ីតបូកអាល់កុលនេះតោះនេះអញ្ចឹងជូនពរជោគជ័យសម្រាប់បងប្អូនណាដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅជួបគ្នាវីដេអូក្រោយទៀតណា